សម្រាប់ដែលបងប្អូនដៃថ្មីដែលគាត់ចង់រកប្រាក់ចំណូលពី YouTube គឺបងប្អូនត្រូវតែមានអ្វីខ្លះបាទអញ្ចឹងខ្ញុំមកចែករំលែកសង្ខេបដល់ការធ្វើ YouTube សម្រាប់ដល់បងប្អូនទៅនៅពីការងារបាទទៅនៅពីការងារគឺមានពេលទីទួចបងប្អូនអាចសាកធ្វើ YouTube បាទទៅអូខេព្រោះថាឥឡូវគេកំពុងតែរកលុយនៅប្រព័ន្ធ YouTube ច្រើនមែនទែនហើយក៏មានបងបរៀននៅតាម YouTube តាមអនឡាញផ្សេងទៀតគឺច្រើនមែនទែនបងប្អូនគ្នាបាទអញ្ចឹងការបង្កើត YouTube គឺងាយទេបងប្អូនគ្នាងាយបងប្អូនត្រូវតែបង្កើតទីមួយគឺបងប្អូនត្រូវបង្កើត Gmail បាទ Gmail មាន Gmail មួយមកដល់ពេលបងប្អូនបង្កើត Gmail បានហើយគឺបងប្អូនត្រូវតែបង្កើតនៅ Channel YouTube បាទបង្កើតនៅ Channel YouTube នៅពេលដែលបងប្អូនបង្កើតនៅ Channel YouTube ហើយគឺបងប្អូនត្រូវតែចូលទៅរៀបចំវាបាទចូលទៅរៀបចំឲ្យត្រូវស្តង់ដារឬក៏គោលការណ៍អញ្ចឹងសម្រាប់ការរៀបចំគឺមាននៅក្នុង YouTube ច្រើនបងប្អូនគ្នាបាទបងប្អូនអាចចូលនៅក្នុងវីដេអូរបស់ខ្ញុំមើលក៏បានក្នុង playlist ក៏បានបាទអញ្ចឹងឬក៏បងប្អូនអាចចូលទៅមើលបងដែលយើងបង្ហាត់បរៀននៅតាមប្រព័ន្ធ YouTube បានបងប្អូនគ្នាបាទនៅក្នុងការរៀបចំនៅ channel YouTube មានលោកគ្រូច្រើនមែនទែនដែលគាត់បង្ហាញនៅការធ្វើ YouTube ហ្នឹងបងប្អូនគ្នាបាទថ្ងៃហ្នឹងគឺខ្ញុំតនេតិទួយគឺខ្ញុំមកចែករំលែកដល់បងប្អូនគ្នាបាទដែលគាត់ចង់ធ្វើ YouTube អញ្ចឹងគឺបងប្អូនត្រូវតែមានប្រមាណចំណុចនេះបាទដូចជាខ្ញុំនិយាយខាងដើមគឺទី1គឺមាន email បាទ email បើសិនបងប្អូនបង្កើតបងប្អូនអាចចូលមើលវីដេអូរបស់ខ្ញុំបានប៉ុន្តែបងប្អូនអាច search នៅក្នុង YouTube ក៏បានដែរព្រោះមានបងប្អូនបង្ហាញរបៀបការបង្កើតនៅ email ច្រើនបងប្អូនគ្នាបាទ email ហើយគឺយើងយកមកបង្កើត channel YouTube របស់យើងដើម្បីយើង upload វីដេអូទៅដើម្បីរក view រក subscribe អីឲ្យបានគ្រប់នៅក្នុងគោលការណ៍របស់ក្រុមហ៊ុន YouTube នឹងវាឲ្យបើក monetize បើកឲ្យ channel របស់បងប្អូននឹងរកលុយហើយហើយគោលការណ៍របស់ YouTube មានអីខ្លះបងប្អូនដែលថ្មីគឺខ្លះគាត់អត់ដឹងទេបាទគាត់លើតែគេថាលើតែគេបរៀនប៉ុន្តែគាត់អត់ដឹងពីគោលការណ៍របស់ YouTube អញ្ចឹងគោលការណ៍របស់ YouTube តម្រូវឲ្យយើងរកលុយបានពី YouTube គឺយើងត្រូវតែមាន1k subscriber បាទអ្នកជាវហ្នឹង subscriber បាទ 1k subscriber ហើយនឹង 4000 ម៉ោងអញ្ចឹងបើសិនជាបងប្អូនរកទាំងពីរទាំងបានហើយគឺបងប្អូនអាចស្នើរកលុយនឹងបានហើយបងប្អូននេះបាទអូខេអញ្ចឹងថ្ងៃហ្នឹងខ្ញុំដូចជាអត់មានអីទេបងប្អូនខ្ញុំចែកម្លែកតិចតួចនៅក្នុងដែលខ្ញុំធ្វើកន្លងមកបងប្អូននេះបាទហ្នឹងអាចតែដោយសារខ្ញុំអត់សូវចេះនិយាយទេហើយអត់សូវកាយនិយាយបងប្អូននេះបាទហើយខ្ញុំចង់ចែកម្លែកដល់ជូនបងប្អូនគ្នាដែលខ្ញុំធ្លាប់ធ្វើមកបាទអូខេអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំចែកម្លែកពីការធ្វើ thumbnail បងប្អូនគ្នាបាទបើកមុខវីដេអូរបស់យើងមកអូខេតាអញ្ចឹងយើងចូលទៅមើល thumbnail របស់យើងទាំងអស់គ្នាបងប្អូននេះ